សួស្តីគុំអ្នកទាំងអស់គ្នាមកកាន់ vlog ក្នុងសប្តាហ៍ដែលត្រូវជា birthday របស់ខ្ញុំនិយាយទៅក្រោកឡើងមកគឺដាច់ភ្លើងមក So I skip get ready part ដោយសារខ្ញុំត្រូវប្រញាប់ជូនក្មួយទៅរៀនBye bye អត់ទៅបួតម្លែកដលុចនៅស្លាហើយខ្ញុំក៏មកកាត់សក់តិពុទ្ធសាសក់វែងខ្លាំងធ្វើបានក្លូឆ្មោះអ្នកគ្នាតែឃើញចង់ឯណា sweet បាត់នៅក្នុងកាមេរ៉ាពេលចាំលុយនៅស្លាហ្នឹងឃើញហងបននោះគេធ្វើឡើងស្អាតនេះបងប្អូនហ្នឹងគឺថាឆ្លុះគ្នារហូតអញ្ចឹងមិនតែប្រើធေါ်ក្តៅបែបនេះហើយអ្នកគ្នាសល់អ្នកគ្នាមួយពេលថត vlog ហ្នឹងធ្វើខ្លួនដូចរវល់ដល់ហើយនៅកំពុងតែណាត់ជាងធ្វើកញ្ចក់មកផឹកឲ្យភ្លេចឲ្យអ្នកគ្នាមើល OOTD អ្នកគ្នាហើយសាដែរនាមស្លាញ់ខ្លាំងវីដេអូភ្លើងនេះគឺដាច់អត់បណៃហ្មងសៅតែដាច់ភ្លើងអញ្ចឹងណាអញ្ចឹងខ្ញុំក៏ញ៉ាំអីហើយជា favorite food ដែលម៉ាក់ខ្ញុំគាត់ធ្វើ Yeah I like it so much ខ្ញុំហើយក៏ប្រញាប់ចេញទៅហាងធ្វើកញ្ចក់កុំឲ្យ late ដល់ Cute អ្នកគ្នាមិនផាក់ខ្ញុំក៏ទិញ cake មួយ gift ជាមួយ Sprite សមិញឥឡូវមកដល់ហាងកញ្ចក់ឲ្យនិយាយទៅគឺបើតនីជាងគេអាបាក់កញ្ចក់មួយនឹងហ្មងផ្សេងខ្លាំង But my nail tech គាត់ធ្វើឡើងវិញឡើងស្អាតដូចដើមហ្មងអ្នកគ្នាធ្វើឲ្យភ្លៀងនេះតែមិនអីកូនស្រីដើមទ្រង់5ហាត់ធ្វើបានគ្រប់យ៉ាងពុះពៀបានគ្រប់ឧបសគ្គឥឡូវខ្ញុំយកប្អូនខ្ញុំដើម្បីទៅ mall ទិញក្រែមអាម៉ាក់ឃើញអានេះស្អាតប៉ុន្តែអត់ទិញជីវិតខ្ញុំគឺបែបហ្នឹងឯអ្នកគ្នា The way ឥឡូវវីវហៅក្រែមអ្នកគ្នាបាត់ខ្លួនអ្នកលក់ទៀតហូនអ្នកលក់ឃើញហើយមានជាការក្រែមអស់ stock អីចឹងណាខ្ញុំក៏ទិញពណ៌ផ្សេងហើយហាត់ទៅ bookstore មួយនេះដែលត្រូវដើរប្រហែលត្រឡប់ទៅមុំទៅរកឃើញម្ដងមានជាការតម្រង់ជួបភួយដោយសារអ្នកចូលឆ្លងខ្លាំងកន្លែងអានសភៅមានហាងកាហ្វេនិយាយទៅគឺទំនងខ្លាំងហើយសំខាន់គឺគាត់មានតាំងរបស់ខ្មែរដែរបើសភៅមកគឺឃើញខ្វក់មួយដែលល្អខ្លាំង so I'm gonna share with you guys មក order drink ខ្ញុំសិនពុទ្ធសាសសេទឹក and she paid មិនដែលតែភ្លៀងតែអាកាសធាតុនឹងជាមួយនឹងបត់ចឹងគឺត្រូវគ្នាខ្លាំងបើសួរថាមនុស្សនឹងខ្ជិលអត់ខ្ញុំអាចនិយាយបានថាមនុស្សខ្ញុំគឺខ្ជិលខ្លាំងប៉ុន្តែខ្ញុំតែងតែ set ខ្លួនឯងថាជារៀងរាល់ថ្ងៃសៅរ៍គឺខ្ញុំត្រូវតែធ្វើ room cleansing ហ្មងបើមិនចឹងទេគឺដេកលើដីដេកលើកំណោសម្រាមហើយកញ្ចក់នេះនៅពេលដាក់ចូលវិញគឺត្រូវតែឆ្លោះមើលសិនបើមិនចឹងទេអាចធ្វើឲ្យឃើញមនុស្សកទឿសូមសម្អាតបន្ទប់ហើយខ្ញុំក៏ចង់មកក្រុមញ៉ាំបាយ and this is what my mom cooked but អាហ្នឹងគឺសម្រាប់ថ្ងៃស្អែកចា I don't know if anyone is with me ប៉ុន្តែឲ្យតែពេលញ៉ាំបាយគឺដឹងតែត្រូវមើល YouTube ខ្ញុំក៏មកបង្ហើយ report it's finally turning 12ខ្ញុំជូនបងខ្លួនឯងក៏ដូចជាអ្នកផ្សេងអ្នកកាត់ក្នុងថ្ងៃជាមួយខ្ញុំ a happy birthday My morning routine គឺជារឿងរាប់ផឹកខ្ញុំតែងតែញ៉ាំកាហ្វេជំនួសឲ្យបាយវ៉េអ្នកគ្នាចង់និយាយថាគេនិយាយ happy birthday ហើយគេសែនអាំងប៉ាឲ្យទៀតណែខ្ញុំរហូតអញ្ចឹងឯងមកដោយសារល្ងាចនេះមានញ៉ាំអីមួយក៏សា so yeah let's come and get ready with me but ready នេះគឺបែបលក្ខណៈល្ងិតស្លុបព្រោះដោយសារភ្លើងតែខ្ញុំគឺដាច់ខ្ញុំសើមិនក៏ដាច់ញ៉ាំនឹងក៏ដាច់ and this is my daily essential ពេលខ្ញុំចេញក្រៅជារៀងរាល់ដងនិយាយទៅក្រែមកាបូបលុយជាមួយនឹងទឹកអប់គឺអត់ដែលខ្វះទេ so yeah ចូលមកក្រុមញ៉ាំ Spanish latte ប៉ុន្តែអានេះគឺឆ្ងាញ់ខ្លាំងឆ្ងាញ់មែនណាម្ចាស់ birthday មានជាការមករើស cake ខ្លួនឯងតែ make ថ្ងៃហ្នឹងស្អាតខ្លាំងម្ចាស់ខូបថ្ងៃហ្នឹងក៏ស្អាតដែរស្ដាប់ទៅដូចជាចង់ក្អួតប៉ុន្តែមនុស្សយើងត្រូវតែហ៊ានចិត្តទៅសារខ្លួនឯងពួកអត់មានអ្នកគេមកអង្គុយទៅសារយើងរាល់ថ្ងៃទេបន្ទាប់មកខ្ញុំមួយប្អូនខ្ញុំក៏មកញ៉ាំក្រៀមសិនព្រោះដោយសារក្មេងៗនៅជាប់លេងនៅ playground អត់ដឹងអ្នកគ្នាដូចខ្ញុំឬក៏អត់ទេប៉ុន្តែទៅញ៉ាំអីកន្លែងណាក៏ដោយគឺដឹងតែធ្វើរកកន្លែងណាដែលមានកន្លែងសាកថ្មហ្មង so after that យើងក៏មកញ៉ាំស៊ុបជាមួយនឹងសាច់អាំងគេក៏លើ cake មកក៏ប៉ុន្តែដឹងខ្លួនទេគាត់ថាសំដែងធ្វើ surprise អញ្ចឹងណាខ្ញុំហើយក៏ត្រឡប់មកផ្ទះប៉ុន្តែឃើញ pop up store មួយនោះ concept គេ cute មែនតើ Thank you អ្នកទាំងអស់គ្នាដែលបានមើលវីដេអូនេះរហូតដល់ចប់ This is my first vlog after 3 to 4 years វាតែនៅពេលដែលសុខថត vlog ចឹងបាទថ្ងៃហ្នឹងអត់មានពីអីច្រើនទេក្រៅពី appreciate គ្រួសារខ្ញុំមិត្តភក្តិទាំងអស់គ្នាដែលបាន send birthday wish តាមរយៈ Instagram direct message Facebook comment social media ផ្សេងៗហើយខ្ញុំសង្ឃឹមថានឹងជួបអ្នកទាំងអស់គ្នានៅក្នុងវីដេអូក្រោយទៀត